តាមមានអ្នកណាខ្លះដែលតែងតែគិតថាឲ្យតែ laptop មានរូបរាងស្ដើងឬក៏ស្រាលមិនអាចមាន performance ខ្លាំងគិតបែបនេះខុសហើយអ្នកនរគ្នា Asus ROG Zephyrus G14 mini តូចតែរូបរាងទេតែបើកម្លាំងវិញជាមួយរូបរាងរបស់គេយ៉ាងប្រណិតមែនតើអ្នកនរគ្នាវាមកជាមួយនឹងពណ៌ Escalade Grey ហើយតម្ងន់វិញធំតែ 1.5 គីឡូអ្នកនរគ្នាគឺស្រាលមែនតើហើយចំណុចពិសេសរបស់ laptop mini ទៀតទៅលើអេក្រង់របស់គេគឺវាមានទំហំ 14 អ៊ីងអ្នកនរគ្នាអញ្ចឹងវាស័ក្តិសមមែនតើសម្រាប់អ្នកនរគ្នាដែលគាត់កំពុងតែស្វែងរក laptop ដែលមានអេក្រង់មិនធំពេកមិនតូចពេកល្មមអីហ្នឹងមួយនេះគឺស័ក្តិសមវាស់ទៅធំតែមួយឆ្អាមខ្ញុំនឹងអ្នកនរគ្នាអេក្រង់នេះវិញមានកម្រិតភាពច្បាស់ 3K អ្នកនរគ្នាគឺច្បាស់មែនតើអញ្ចឹងអត់ចាំបាច់បារម្ភទេទៅលើការបញ្ចេញពណ៌ទៅលើរូបភាពឬក៏វីដេអូរបស់អ្នកនរគ្នាគឺច្បាស់យកតែមែនតើហ្មងហើយបើចំណែក performance របស់ laptop នេះវិញអ្នកនរគ្នាក៏មិនធម្មតាដែរដោយសារតែ laptop នេះវាមកជាមួយនឹងប្រភេទ CPU AMD Ryzen 9ជាមួយនឹង RAM រហូតដល់ 32GB អ្នកនរគ្នារីឯ storage វិញ1 TB ហើយបើ graphic card របស់គេវិញអ្នកនរគ្នាបើអ្នកនរគ្នាដឹងធានាថាពេញចិត្តហ្មងដោយសារតែ laptop នេះវាមកជាមួយនឹងប្រភេទ graphic card ប្រភេទ NVIDIA GeForce RTX 58GB អ្នកនរគ្នាគឺប៉ុណ្នេះគឺជួយអ្នកការងារអ្នកនរគ្នាបានច្រើនមែនតើមិនថាអ្នកនរគ្នាមានការងារច្រើនពាក់ព័ន្ធជាមួយនឹងការលេង game ឬក៏មានវីដេអូកម្រិត 4K អីហ្នឹងវាជួយអ្នកនរគ្នាបានសមរម្យមែនតើហ្មងអញ្ចឹងស្រាប់មកវិញសម្រាប់អ្នកនរគ្នាដែលគាត់ចាប់អារម្មណ៍ទៅលើ laptop មួយនេះអ្នកនរគ្នាអាចធ្វើការមកតេស្តផ្ទាល់នៅ PC computer ក៏បានដើម្បីដឹងពី performance ថាតើវាខ្លាំងដូចអីដែលខ្ញុំនិយាយអត់ហើយមួយវិញទៀតអាច check នៅក្នុង website ដើម្បីមើលពី spec detail ក៏បានមួយទៀតបើចាប់អារម្មណ៍ចង់ទិញផ្ទាល់អាចមកហាង PC computer ក៏បានដែរជាតាមបន្តណា